ចូលមកដល់ការងារគណនេយ្យករទៀតហើយថ្ងៃនេះយើងនឹងនិយាយអំពីតួនាទីឬក៏មុខងារមួយទៀតរបស់គណនេយ្យករក្រៅតែពីការចុះប្រតិបត្តិការនិងការធ្វើរបាយការណ៍ហិរញ្ញវត្ថុជូនថ្នាក់ដឹកនាំនៅមានការងារសំខាន់មួយទៀតគឺទាក់ទងទៅនឹងការប្រកាសពន្ធប្រចាំខែតែខ្ញុំសូមបញ្ជាក់បន្តិចគណនេយ្យករមិនមែនជាមនុស្សតែម្នាក់ធ្វើការគ្រប់យ៉ាងទេក្រុមខ្លះក៏មានគណនេយ្យករលើសពី1នាក់រហូតដល់10ឬ20នាក់អាស្រ័យទៅតាមទំហំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនអូខេយើងត្រឡប់មកវិញដើម្បីជួយសម្រួលកុំឲ្យគណនេយ្យករធ្វើការរៀបចំឯកសារនិងចំណាយពេលច្រើនអញ្ចឹងខ្ញុំសូមណែនាំអំពីមុខងារមួយរបស់គាត់ដែលទាក់ទងនឹងផ្នែកពន្ធ tax invoice ឬខំកាយបាត់ពន្ធអនុញ្ញាតឲ្យយើងធ្វើការព្រីមពីកាយបាត់ពន្ធចេញពី system ដោយផ្ទាល់ពីទាក់ទងទៅនឹង e-filing ឧទាហរណ៍ដូចជាខ្សែសំណងបច្ចេកសំណងគាត់អត់ចាំបាច់ទៅរៀបចំម្ដងទៀតទេនៅពេលដែលបញ្ចូលប្រតិបត្តិការកាន់ system គាត់អាចព្រីមចេញ direct ពី system ហើយ export ដើម្បីយកទៅ upload នៅក្នុងកម្មវិធី e-filing របស់ខាងផ្នែកពន្ធដែរបីទាក់ទងនឹង tax filing ចំណុចនេះសូមលើកបន្តិចសម្រាប់ខាងគណនេយ្យករមានន័យថារាល់ពេលដែលយើងធ្វើការចុះពីកាយបាត់ពន្ធយើងត្រូវការកត់ត្រានៅ what payable មួយអញ្ចឹងដើម្បី clear បានដូចត្រាតែយើងចុះប្រតិបត្តិការដើម្បីកាត់កប់សម្រាប់ប្រកបយើងមានមុខងារមួយដែលគ្រាន់តែយើងធ្វើការជ្រើសរើសឬក៏ select រួចចុច clear វានឹងទៅកាត់កប់អូតូម៉ាទិក